ជំរាបសួរបងប្អូនពុកងារទាំងអស់នៅតាមបណ្ដាញ Facebook និងនៅតាមគេហដ្ឋានថ្ងៃនេះគឺជាយប់ថ្ងៃទី10ចាទៅនឹងថ្ងៃសុក្រខែតុលាឆ្នាំ2025ថ្ងៃនេះខ្ញុំមានចម្រៀងចំនួន10បទដើម្បីជាងសរសើរដំណើរព្រះអង្គប៉ុន្តែមុននឹងយើងទាំងអស់គ្នាជារៀងសរសើរដំណើរព្រះអង្គយើងទាំងអស់គ្នាចូលរួមអធិដ្ឋានទូទៅព្រះបុព្វបិតានៃយើងដែលទ្រង់ជាម្ចាស់សុគានិងផែនដីអរប្រគុណព្រះម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់ប្រទានឲ្យយើងទាំងអស់គ្នានៅថ្ងៃថ្មីជារៀងរាល់ថ្ងៃនៅខ្យល់ដង្ហើមរស់សុខភាពល្អនិងប្រពោគ្រប់យ៉ាងទាំងអស់ដែលមនុស្សរងត្រូវការនឹងទូលសូមគុណទាំងអស់គ្នាអរប្រគុណព្រះអង្គណាស់ចាអញ្ចឹងយើងទាំងអស់គ្នាទូលអធិដ្ឋានទៅព្រះទាំងអស់គ្នាជាមួយនឹងនាងខ្ញុំព្រះបិតាជាម្ចាស់ជីវិតរបស់កូនទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនទាំងអស់គ្នាសូមក្រាបបន្ទាថ្វាយបង្គំព្រះអង្គកោតសរសើរព្រះអង្គដែលទ្រង់ជាព្រះបន្តែមួយដែលបានមកកាត់ភពផែនដីផ្ទៃមេរបស់សព្វសារពើនិងមនុស្សលោកប្រកបដោយក្តីមេត្តាករុណាក្តីសប្បុរសនិងក្តីស្រឡាញ់របស់ព្រះអង្គគង់វង្សទេឋិតជានិច្ចកូនអរគ្នាសូមថ្វាយសិរីសួស្តីដល់ទ្រង់សូមឲ្យព្រះនាមទ្រង់បានកើនឡើងសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យព្រះនាមទ្រង់ឆាប់យាងមកដល់កូនអរគ្នាអធិដ្ឋានចាំយាមព្រះអង្គជានិច្ចសូមឲ្យកូនអរគ្នាកុំធ្វេសប្រហែសឡើយសូមព្រះអង្គទូលព្រះមេត្តាប្រប្រទានឲ្យកូនអរគ្នាដើរជាប់ជាមួយព្រះអង្គជានិច្ចសូមកុំឲ្យកូនឃ្លាតទាចាក់ចេញពីព្រះអង្គឡើយសូមព្រះអង្គដឹកនាំកូនគ្រប់គ្នាតាមបំណងបតីត្រង់សូមព្រះអង្គសម្រេចការអស្ចារ្យទាំងអស់ដែលព្រះអង្គបានធ្វើនៅលើផែនដីនេះដោយនៅឋានសួគ៌ដែរសូមព្រះអង្គអភ័យទោសនៅអំពើរំលងទាំងអស់របស់កូនគ្រប់គ្នាដែលបានធ្វើទាស់នៅបតីត្រង់សូមកែលាងសម្អាតកូនទាំងអស់គ្នាឲ្យស្អាតនៅក្នុងភ្នែកត្រង់សូមឲ្យកូនទាំងអស់គ្នាគោរពកោតខ្លាចព្រះអង្គកុំឲ្យកូនធ្វើបាបទាស់នឹងបតីព្រះអង្គឡើយសូមព្រះអង្គបានប្រទានឲ្យកូនទាំងអស់គ្នាឈ្នះនៅសេចក្តីល្បួងទាំងឡាយឈ្នះនៅអំណាចសាច់ឈាមទាំងឡាយដោយអំណាចជាស្ដារនៃព្រះលោហិតព្រះម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយកូនគ្រប់គ្នាសូមព្រះអង្គប្រទានឲ្យកូនទាំងអស់គ្នាជាអត់ទោសឲ្យគ្នាទៅវិញទៅមកដោយព្រះអង្គបានអត់ទោសឲ្យកូនផងដែរត្បិតតែជាស្ដារនិងសេរីល្អជារបស់ផងទ្រង់គង់វង្សទេឋិតជានិច្ចអាមែនចាថ្ងៃនេះខ្ញុំមានចម្រៀងចំនួន10បទដើម្បីជាសរសើរដំណើរព្រះម្ចាស់យេស៊ូវគ្រីស្ទបទទី1មានចំណងជើងថាមានពរហើយអ្នកកំសត់ខាងវិញ្ញាណបទទី2ក្តីសប្បុរសព្រះបទទី3ខ្ញុំចង់បានចិត្តស្មោះលើទ្រង់បទទី4យើងច្រៀងដំណើរព្រះនាមឧត្តមបទទី5កូនសូមអោនក្រាបទី6ព្រះនៃក្តីសុខសាន្តទី7ទួនទ្វារសួរនៅចំហទី8ក្តីស្នេហ៍ទ្រង់វិសេសអស្ចារ្យទី9ទ្រង់ជាថ្មដានិងស្នែងសង្គ្រោះទី10ព្រះគ្រីស្ទទ្រង់មិនប្រែប្រួលអាមែនចាឥឡូវយើងចូលដល់បទទី1មានពរហើយអ្នកកំសត់ខាងវិញ្ញាណលំនាំបទស្នេហាជាស្រាពុលចាបទនេះគឺដកស្រង់ពីព្រះគម្ពីរម៉ាថាយចំពុក5ខ3ដល់ខ12ខ្ញុំអត់មានពេលអានបែបដូរទេតែសូមបងប្អូនទៅផ្ទៀងចាដើម្បីយល់ពីអត្ថន័យនៅក្នុងបទចម្រៀងនេះនៅក្នុងព្រះគម្ពីរបរិសុទ្ធចាអូខេចឹងសូមបងប្អូនចូលរួមជាសរសើរដំណើរព្រះអង្គជាមួយនឹងនាងខ្ញុំសូមព្រះអង្គប្រទានពររបស់រិបូរដល់យើងទាំងអស់គ្នាចាលើភ្លេងមកហើយអ
ដោយសារខ្ញុំយកភ្លេងមកពីប្រព័ន្ធស្មុលបើសិនជាយើងយក YouTube ចេះតែរត់ទៅលើវីដេអូផ្សេងអញ្ចឹងណាចាអញ្ចឹងខ្ញុំយកពីស្មុលអត់រត់ទេចាបទនេះខ្ញុំនឹងយកពីក្មួយប្រវត្តិណាខេមចាដែលគាត់ជាអ្នកបម្រើបណ្ឌកិច្ចព្រះផ្នែកខាងចម្រៀងសរសើរដល់កាងព្រះអង្គនៅក្នុង page Life of Hope Band ណាចាអរគុណព្រះអង្គដែលក្មួយមានអំណោយទានល្អដើម្បីបម្រើបណ្ឌកិច្ចព្រះអង្គចាឥឡូវនេះខ្ញុំយកភ្លេងហើយសូមព្រះអង្គទានពរប្អូនស្រីសូមអង្គគុំជាមួយថែសាប្អូនស្រីជានិច្ចអាមែន Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
เลลูยาសូមព្រះម្ចាស់យេស៊ូវគ្រីស្ទប្រើកូនទាំងអស់គ្នាឲ្យទៅដើម្បីផ្សព្វផ្សាយដំណឹងល្អពីក្តីសង្គ្រោះពីក្តីស្រឡាញ់របស់ព្រះអង្គទៅឲ្យមនុស្សផ្សេងទៀតដែលគេមិនទាន់បានទទួលជឿព្រះអង្គសូមឲ្យគេបានសង្គ្រោះអាមែនបងប្អូនយើងទាំងអស់គ្នាអាមែនចាបទទី4យើងច្រៀងដំកើងព្រះនាមឧត្តមចាបទនេះមានលំនាំបទចង្វាក់ខមចាយើងច្រៀងដំកើងព្រះនាមឧត្តមខ្ញុំយកភ្លេងម្យ៉ាងដែលមិនបាច់ក្រហមពីព្រោះខ្ញុំអត់ចេះក្រហមទេចាមិនប្រសពពេកអញ្ចឹងណាអញ្ចឹងព្យាយាមអត់ក្រហមអំកើងព្រះនាមឧត្តមពីព្រោះបាត់ហ្នឹងមានក្រហមណាសំឡេងខ្ញុំខ្សោយអត់ខ្លាំងទេអញ្ចឹងតែយកបាត់ភ្លេងណាដែលស្រួលចាមកហើយជំរាបសួរបងប្អូនពលងារទាំងអស់សូមព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទប្រទានពរដល់បរិបូរណ៍យើងបានពរដូចគ្នាណាចាមានចំណាស់3ឆ្នាំហើយយើងមកតែក្តីអំណរជាងស្វាយព្រះពរព្រះអម្ចាស់ទ្រង់មានព្រះកុណណាស់ទ្រង់ដល់ជាព្រះចាស់សួគ៌ផែនដីទ្រង់ដល់ជាព្រះចាស់សួគ៌ផែនដីទូទាំងអង្គបានលើកឡើងឡើងយើងច្រៀងដំណើរព្រះនាមឧត្តមចូលទាំងអ្វីអ្វីលើតែដីដំណើរលើណាដៃអោចាព្រះអាទិកោដ៏មានចេស្តា
ទី5កូនសូមអោនក្រាបចាបទនេះគឺជាបទថ្វាយបង្គំយើងទាំងអស់គ្នាសូមអោនក្រាបក្រោមព្រះបាទទាទ្រង់ចាកូនសូមអោនក្រាបចាមានលំនាំបទប្រធានស្នេហ៍ចាមើលខ្ញុំរកភ្លេងសិនចាមកហើយចាបទទី6ព្រះនៃក្តីសុខសាន្តចាព្រះនៃក្តីសុខសាន្តគឺព្រះម្ចាស់យេស៊ូវគ្រីស្ទទីណាមានព្រះយេស៊ូវគឺទីនោះមានក្តីសុខសាន្តសេចក្តីស្រឡាញ់និងអំណរចាបទនេះមានលំនាំបទទំនួញមេអំបៅចាចឹងខ្ញុំនឹងយកភ្លេងរបស់លោកពូស៊ីនអ៊ុយដែលគាត់ជាអ្នកបម្រើបទកិច្ចព្រះនៅខាងភ្លេងអរគុណព្រះអង្គសូមព្រះអង្គប្រទានពរដល់បរិបូរដល់លោកពូ
ចាហើយ
ឲ្យប្រពោឲ្យក្តីសុខសាន្តមកយើងទាំងអស់គ្នាចាខ្ញុំអត់ចាំច្បាស់ទេប៉ុន្តែនៅក្នុងគម្ពីរសញ្ញាចាស់អូខ្ញុំនឹកឃើញហើយគឺនៅក្នុងព្រះគម្ពីរជលកណនីចំពុកទី6ចាអរគុណព្រះអង្គនឹកឃើញវិញហើយចាឥឡូវនេះយើងចូលបទទី7ទាន់ទ្វាសួរនៅចំហចាសូមអញ្ជើញបងប្អូនទាំងអស់គ្នាដែលមិនទាន់ជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងសម័យនេះគឺជាសម័យព្រះគុណទាន់ទ្វាសួរនៅចំហចាតែទ្វាសួរបិទហើយមិនអាចបើកវិញបានទេចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាឆាប់ផ្លាស់ប្រែចិត្តទាន់ជីវិតយើងនៅរស់ទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះសង្គ្រោះហើយយើងទាំងអស់គ្នារួចបាបហើយព្រះអង្គរាប់ជាកូនព្រះជាសាសឋានសួគ៌ទាន់ទ្វារសួគ៌នៅចំហហេតុអីបានជាខ្ញុំរកចំណងភ្លេចពាក្យមួយភ្លេចពាក្យឋានចាចឹងឥឡូវនេះខ្ញុំរកភ្លេងមកហើយគឺលំនាំបាត់កូឡនបៃលិនណាចាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាចេះបាត់នឹងហើយភ្លេងនេះដូចអត់ចេះភ្លេងនេះដូចអត់ចេះចេញមកវាអត់សូវនេះតង់អត់សូវច្បាស់ខ្ញុំអត់សូវចេះច្រៀងចាមានលំនៅបាត់កូឡនបៃលិនជាជំនាញផ្សាយដំណឹងល្អខ្ញុំនឹងទៅរកភ្លេងថ្មីអូមានហើយឃើញហើយភ្លេងរបស់លោកពូស៊ីនអ៊ុយចាឃើញហើយអរគុណព្រះអង្គបានមកសង្គ្រោះយើងហើយអោបងប្អូនអើយកុំឲ្យមានចិត្តរឹងរូសមិនកាលទៅជាមកដល់បងនោះទៅសោកូនជុំបានម្ដងជាសង្គ្រោះកាលសម័យដើមលោកតាម៉ូសេទូត្រូវរីរេដាច់បាបព្រះសំឡំសັດមួយឆ្នាំធ្វើប្រដៅយកជាប្រ
សូមសរសើរដល់ការប្រណិបព្រះអម្ចាស់យេស៊ូវគ្រីស្ទទាន់ទ្វារឋានសួគ៌នៅចំហបងប្អូនអរគ្នាឆាប់ផ្លាស់ប្រែចិត្តជឿទទួលជឿព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះបាត់ដេ8ក្តីស្នេហ៍ទ្រង់ពិសេសអស្ចារ្យចាគ្មានក្តីស្រឡាញ់ណាដូចក្តីស្នេហ៍ព្រះយេស៊ូវគ្រីស្ទទេក្តីស្នេហ៍ទ្រង់ពិសេសអស្ចារ្យចាខ្ញុំទៅរកភ្លេងមកហើយចាមានលំនាំបាត់ស្គាល់រសជាតិស្នេហ៍ចាខ្ញុំជឿថាបងប្អូនយើងស្គាល់ដឹងបាត់ហ្នឹងចានឹងចេះជ្រាបបាត់ហ្នឹងសូមថ្វាយសិរីសួស្តីដល់ព្រះពុទ្ធបិតាជាម្ចាស់ដោយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រទានពរបងប្អូនទាំងអស់គ្នាចាឥឡូវនេះយើងដល់បទទី9មានចំណងជើងថាទ្រង់ជាថ្មដានិងស្នែងសង្គ្រោះទ្រង់ជាថ្មដា
នឹងស្នែងសង្គ្រោះតែសេខុសស្នែងសង្គ្រោះអាមែនហាឡេលូយ៉ាអរគុណព្រះយេស៊ូវគ្រីស្ទមានដំណំបាត់ស្ដាយក្លែមស្ដាយខ្លែបចាសូមបងប្អូនទាំងអស់គ្នាអញ្ជើញចូលរួមជាសរសើរដំកើងព្រះអង្គទាំងអស់គ្នាឥឡូវនេះខ្ញុំចង់សាកយកភ្លេងដែលមានឆ្លងឆ្លើយចាំមើលយ៉ាងណាដែរចានេះហើយចាបទនេះមាននៅក្នុងអត្ថន័យគម្ពីរទំនុកដំកើងព្រះយេហូវ៉ាទ្រង់ជាតិមកតាជាពំយ៉ាងគួងព្រះយេហូវ៉ាទ្រង់ជាតិមកតាជាពំយ៉ាងគួងជាស្នែងសង្គ្រោះដែលជួយរំដោះកូនពីសត្រូវដែលជួយរំដោះកូនពីសត្រូវចាំណងក្រីស្លាប់បានរងចំនួនពួនចាំទាំងផ្លូវចាំណងក្រីស្លាប់បានរងចំនួនពួនចាំទាំងផ្លូវរំពើរំជួយមហេនីហានដីក៏ក្រាស់ឬភ្នំរំពើរំជួយមហេនីទ្រង់ក្រាបអងចាសាយពីនាសាភ្លើងពីព្រះអង្គសាយពីនាសាភ្លើងពីព្រះអង្គរងកំចាយគេដែលប្រឹងនឹងក៏មិនព្រួញរត់ត្រូវកំចាយគេដែលប្រឹងនឹងក៏មិនព្រួញរត់ទាំងដោយទ្រង់បានដល់ស្រកយ៉ាងកំហឹងពីនាសាទ្រង់ស្រកយ៉ាងកំហឹងពីនាសាទ្រង់លើទ្រង់គ្រប់លះជាខែលដល់នាងមិនជ្រកព្រះអង្គផ្លូវទ្រង់គ្រប់លះជាខែលដល់នាងពឹងជ្រកព្រះអង្គក្រវ៉ាត់កំឡាំងឲ្យផ្លូវបង្គំបានគ្រប់លះដែរឲ្យផ្លូវបង្គំបានគ្រប់លះដែរជំហ៊ានបង្គំចេញឈានអត់រអិលឡើយទ្រង់ឲ្យជំហ៊ានបង្គំចេញឈានអត់រអិលឡើយក៏មិនបែរក្រោយពេលបង្គំដេញតាមខ្មាំងសត្រូវតារាមដល់គេនេះបានបងព្រះយេហូវ៉ាទ្រង់មានចិត្តមានយេហូវ៉ាទ្រង់មានចិត្តមានអកាលយល់រំចូលព្រះនាមណាបង្គំដំណើរព្រះដល់សង្គ្រោះបង្គំដំណើរព្រះដល់សង្គ្រោះកោតក្រាបបង្គំអព្រះទ្រង់
នេះគឺឆ្លងឆ្លើយជាមួយនឹងម្ចាស់បងសូនីចាដែលគាត់នៅប្រទេសកាណាដាគាត់ផ្ញើសំនៀងមកហើយពួកយើងក៏បានបញ្ចូលទៅក្នុងប្រព័ន្ធដើម្បីច្រៀងឆ្លងឆ្លើយប្រគុណព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលព្រះអង្គប្រទានឲ្យម្ចាស់បងមានអំណោយទានសំឡេងដ៏ល្អហើយបងប្អូនរូបជំនឿផ្សេងទៀតក៏ដូចនោះដែរព្រមទាំងបងប្អូនផ្សេងទៀតប្រគំភ្លេងបានល្អពីរោះអរគុណព្រះអង្គចាបទទី10ព្រះគ្រីស្ទទ្រង់មិនប្រែប្រួលចាបទនេះគឺរៀនយកបន្តិចជាបទចុងកម្មវិធីរបស់យើងហើយព្រះគ្រីស្ទទ្រង់មិនប្រែប្រួលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់មិនប្រែប្រួលទេមនុស្សទេដែលប្រែប្រួលចិត្តមនុស្សវាចកោងហើយប្រែប្រួលរហូតតែព្រះបរិសុទ្ធព្រះអង្គសុចរិតចាបទនេះមានដំណើរបទផ្កាយបើផ្កាយនៅតែរះទេចាឥឡូវនេះខ្ញុំទៅរកភ្លេងហើយកំពុងតែលោតយកពេកភ្លេងទៅចោលច្រៀងឡើងវិញ
យ៉ាប្រោអ្នកណាដែលមានត្រាព្រះគ្រីស្ទសូមសរសើរដំកើងព្រះពុទ្ធបិតាព្រះពុទ្ធនិងព្រះកញ្ញាតាបរិសុទ្ធចាឥឡូវនេះកម្មវិធីច្រៀងសរសើរដំកើងព្រះម្ចាស់សូគីផានដីដែលយើងចប់ហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមអធិដ្ឋានជាមួយនឹងនាងខ្ញុំហើយបើបងប្អូនមានបញ្ហាអ្វីនៅក្នុងដួងចិត្តឬក៏មានបញ្ហាសុខភាពឈឺថ្កាត់យ៉ាងណាទុក្ខព្រួយលំបាកយ៉ាងណាសូមនឹកនៅក្នុងចិត្តហើយព្រះអង្គជ្រាបពីដួងចិត្តយើងគ្រប់គ្នាហើយព្រះអង្គនឹងឆ្លើយតបទៅតាមសំណូមអធិដ្ឋានរបស់យើងគ្រប់គ្នាព្រះអង្គគឺជាព្រះដ៏ប្រោសមេត្តាករុណាព្រះអង្គជាព្រះនៃក្តីស្រឡាញ់អាមែនព្រះបិតាជាម្ចាស់ជីវិតរបស់កូនទាំងអស់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនទាំងអស់គ្នាអរព្រគុណព្រះអង្គនៅគ្រប់ការទាំងអស់ដែលព្រះអង្គប្រទានឲ្យកូនគ្រប់គ្នារស់នៅលើផែនដីនេះដើម្បីថ្វាយសិរីសួស្តីដល់ព្រះអង្គដ៏ខ្ពស់បំផុតសូមឲ្យព្រះនាមទ្រង់បានកើនឡើងសូមឲ្យមនុស្សលោកទាំងអស់បានទទួលក្តីសង្គ្រោះពីព្រះអង្គគ្រប់រូបព្រះអង្គសម្បត្តិឲ្យកូនទាំងអស់គ្នាចូលមកក្រាបវន្ទាព្រះអង្គជាសរសើរដំកើងព្រះអង្គអង្គហើយនៅពេលនេះកូនទូលអធិដ្ឋានសូមក្តីមេត្តាករុណាពីព្រះអង្គទ្រង់ព្រះមេត្តាប្រោសឲ្យបងប្អូនទាំងអស់ដែលមានបញ្ហាឈឺថ្កាត់ឬសុខភាពថមថយសូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសឲ្យកូនទាំងអស់គ្នាជាដោយរិទ្ធចំអំណាចជាស្លានៃព្រះរហ័តព្រះម្ចាស់យេស៊ូវគ្រីស្ទគ្របបាំងកូនគ្រប់គ្នាសូមឲ្យកូនទាំងអស់គ្នាមានកម្លាំងមាំមួនដើម្បីបម្រើបណ្ឌកិច្ចព្រះអង្គបន្តទៅទៀតសូមឲ្យព្រះទ្រង់បានកើនឡើងព្រះអង្គអើយបាត់មនុស្សដែលមានទឹកព្រួយឬក៏បញ្ហាសុខភាពថមថយមិនអាចបម្រើបណ្ឌកិច្ចព្រះអង្គបានទេហើយក៏មិនអាចច្រៀងសរសើរដំកើងព្រះអង្គបានដែរពេលនេះកូនអរគុណព្រះអង្គណាស់ដែលព្រះអង្គប្រទានឲ្យកូនមានសុខភាពល្អហើយច្រៀងសរសើរដំកើងព្រះអង្គសូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានឲ្យបងប្អូនទាំងអស់ដែលមានបញ្ហាទុក្ខព្រួយទុក្ខលំបាកនៅក្នុងក្រុមគ្រួសារយ៉ាងណាសូមឲ្យកូនទាំងអស់គ្នាបានធូរស្បើយឲ្យកូនទាំងអស់គ្នាបានខ្សាន្តចិត្តនិងរស់នៅមានអំណរនៅក្នុងព្រះគុណព្រះអង្គជានិច្ចសូមអង្គថែរក្សាការពារដំណើរដំណេកកូនគ្រប់គ្នាទាំងនៅប្រទេសកំណើតប្រទេសកម្ពុជារបស់កូនដែលអង្គប្រទានឲ្យកូនមានកំណើតនៅទីនោះព្រមទាំងបងប្អូនរួមជំនឿទាំងអស់នៅគ្រប់ប្រទេសគ្រប់បណ្ដាខេត្តខណ្ឌទាំងអស់សូមព្រះអង្គប្រទានឲ្យពួកគាត់រស់នៅក្នុងប្រគុណទ្រង់គ្រប់ទីកន្លែងដែលពួកគាត់រស់នៅសូមព្រះអង្គផ្គត់ផ្គង់នៅជីវភាពរស់នៅសម្បត្តិបានសម្បូរដើម្បីឲ្យកូនទាំងអស់គ្នាមានកម្លាំងមាំមួនដូចជាឥន្ទ្រីដែលព្រះអង្គមានបន្ទូលឲ្យថាព្រះអង្គប្រោសឲ្យកូនព្រះអង្គគ្រប់គ្នាមានកម្លាំងដូចជាឥន្ទ្រីដូចជាក្តាន់ញីដែលរត់មិនចេះល្វើយឡើយកូនអរគុណព្រះអង្គសូមព្រះអង្គប្រទានពពកដល់បរិបូរដល់លោកគ្រូគង្វាលទាំងអស់ដែលព្រះអង្គបានបំពាក់ឲ្យគាត់មានប្រាជ្ញាមកពីព្រះអង្គដើម្បីពំនាំព្រះរាជសារទ្រង់ទៅបំភ្លឺដល់អ្នកផ្សេងបងប្អូនរួមជំនឿទាំងអស់និងមនុស្សទាំងអស់នៅផែនដីនេះដើម្បីឲ្យគេផ្លាស់ប្រែចិត្តទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទជាព្រះសង្គ្រោះសូមព្រះអង្គប្រទានពរដល់ពួកគាត់ដល់បរិបូរហើយមួយទៀតព្រះអង្គសូមព្រះអង្គនឹកចាំពីប្រទេសអ៊ីស្រាអែលជារាជព្រះអង្គជ្រើសតាំងសូមព្រះអង្គថែរក្សាការពារគេក្នុងប្រវត្តិវិសុទ្ធនៃទ្រង់ព្រមទាំងប្រទេសអាមេរិកផងដែរសូមព្រះអង្គប្រទានឲ្យថ្នាក់ដឹកនាំប្រទេសសហរដ្ឋអាមេរិកតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមឲ្យគេដឹកនាំប្រទេសតាមក្រឹតវិន័យទ្រង់កុំឲ្យគេដឹកនាំតាមចិត្តគំនិតរបស់គេឡើយសូមព្រះអង្គប្រទានពរដល់បរិបូរដល់ប្រជាជនជារាជព្រះអង្គទាំងអស់នៅគ្រប់ប្រទេសទាំងអស់សូមឲ្យរស់នៅក្នុងប្រគុណព្រះអង្គដឹងពីប្រគុណព្រះអង្គជានិច្ចគុណអរប្រគុណព្រះអង្គហើយគុណសូមថ្វាយនៅសេចក្តីអធិដ្ឋានដល់ខ្លៃនេះដល់ព្រះពុទ្ធបិតាជាម្ចាស់ដល់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមព្រះអង្គប្រទានពរដល់បរិបូរដល់បងប្អូនរួមជំនឿទាំងអស់ដែលបានចូលតាមដានទស្សនាហើយជាសរសើរដំកើងព្រះអង្គទោះបីមិនបានលើវីដេអូជាមួយកូនប៉ុន្តែព្រះអង្គជ្រាបថាពួកគាត់មានអំណរនៅក្នុងប្រគុណព្រះអង្គគាត់ច្រៀងសរសើរដំកើងព្រះអង្គសូមឲ្យព្រះនាមទ្រង់បានកើងហើយសូមព្រះអង្គប្រទានពរដល់បរិបូរដល់ពួកគាត់គុណអរគុណព្រះអង្គចាអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមព្រះអង្គប្រទានពរដល់បរិបូរដល់បងស្រីរួមជំនឿសូមព្រះអង្គគង់ជាមួយថែសារបងស្រីហើយប្រទានពរបងស្រីឲ្យមានសំនៀងល្អជាងសរសើរព្រះអង្គសូមព្រះអង្គគង់ជាមួយគ្រប់គ្នានិងបងប្អូនរួមជំនឿនៅទីនោះផងដែរអាមែនហាឡេលូយ៉ាចាដោយក្តីស្រឡាញ់តាមអានពីបងប្អូនចាជម្រាបលារីករាយសួស្តីជួបគ្នាលើក្រោយ